បើឃើញលុយជ្រុះតាមផ្លូវបែបនេះហាកុំរើសអីសោះព្រោះយើងជាមនុស្សល្អអត់ត្រូវយកបើគេទេមកស្គាល់ទម្លាប់អាក្រក់ទាំង7ដែលមនុស្សល្អអត់ដែលធ្វើចាំមើលតអស់គ្នាណាថាយើងជាមនុស្សល្អឬមួយក៏មនុស្សមិនដែរទី1ពេលឃើញលុយជ្រុះតាមផ្លូវកុំរើសទុកខ្លួនឯងព្រោះលុយហ្នឹងមិនមែនជារបស់យើងទេរបស់គេយើងអាចដើរចាញ់កុំខ្វល់ឬមួយក៏រើសយកទៅឲ្យប៉ូលីសតែបើយល់ល្អហ្មងកុំប៉ះល្អជាជិះវៀងនាំទុកដល់ខ្លួនឯងទី2ពេលអ្នកលក់អាប់លុយឲ្យយើងលើបើដឹងថាលើហើយយកលុយហ្នឹងឲ្យគាត់វិញទៅស្មារតីពិបាករកលុយខ្លាំងមែនតើអ្នកលក់ក៏ពិបាកយើងក៏ពិបាកចឹងកុំចេះតែឆ្លៀតឱកាសចង់បានលុយរបស់គេព្រោះលុយដែលបានតាមវិធីបែបហ្នឹងនឹងបាត់បង់ទៅវិញតាមវិធីក្រោយទម្លាប់អាក្រក់ទី3ធ្លាប់ធ្វើជាកូនសិស្សហាប្រហែលជាធ្លាប់ធ្វើហើយនោះគឺចូលរួមកុហកជាមួយគេដែរដោយសារតែយើងអត់ចង់ធ្វើអាណត្តិជួនកាលគ្រូដាក់កិច្ចការផ្ទះឲ្យធ្វើដល់មកមួយថ្នាក់ហ្នឹងអត់ចង់ធ្វើអត់ធ្វើឲ្យឆ្លៀតប្រវល់រឿងវិញទៀតអ្នកគ្រូមានបានដាក់ណាគ្រូបង្រៀនសិស្សច្រើនដល់មកគាត់វគ្គជួនកាលគាត់ចាញ់បោកការកុហករបស់យើងដែរការកុហកគឺជាទម្លាប់អត់ល្អទេហើយយើងក៏អត់អាចគេចវេះបានរហូតដែរទី4ជួនកាលធ្វើពុតដេជួនកាលធ្វើពុតអត់លឺដោយសារតែហេតុផលអត់ចង់ឲ្យគេប្រើម៉ាក់រកប្រើឲ្យធ្វើនេះម៉ាក់រកប្រើឲ្យធ្វើនោះកូនគេងលក់បាតមេប្រើឲ្យធ្វើនេះមេប្រើឲ្យធ្វើនោះយកលេសឥឡូវរវល់ឡាធ្វើអត់កើតទេលេសបែបនេះធ្វើយូរម្ដងបានតែបើធ្វើរហូតដែរគ្មានអ្នកណាគេទុកយើងទេទី5ពេលដែលលឺគេកំពុងនិយាយដើមគ្នាឬមួយក៏កំពុងឆ្លោះប្រកែកគ្នាដោយសារតែហេតុផលអ្វីមួយបើរឿងហ្នឹងអត់បានពាក់ព័ន្ធនឹងយើងទេមនុស្សល្អអត់ចង់ដឹងរឿងអ្នកដតីឡើយការស្ដាប់ត្រើយជួនកាលវាសប្បាយតែរឿងហ្នឹងនៅតែជារឿងអ្នកដតីហ្នឹងយើងចង់ដឹងធ្វើអីយើងយកបទពិសោធន៍ជីវិតបែបហ្នឹងធ្វើអីបើជីវិតរាល់ថ្ងៃនេះហើយយើងដឹងហើយថាធ្វើបែបណាល្អធ្វើបែបណាមិនល្អសំខាន់បើគេចាប់បានថាយើងលួចស្ដាប់រឿងគេអត់ចំណេញយើងទេជាប់ឈ្មោះជួយចិត្តចេះដឹងរឿងគេទៀតទី6ពេលខ្លះយើងចង់ជួយតែអត់វិញដោយសារតែឃើញគេជួយហើយជួយធ្វើអីម៉ាគេជួយច្រើនហើយណាចិត្តសប្បុរសគឺធ្វើចេញពីចិត្តហើយក៏អត់គួររាំងស្ទះដោយសារតែបញ្ហាអ្វីមួយឡើយពេលដែលមានចិត្តចង់ជួយហើយតែអត់អាចជួយជាអារម្មណ៍មួយដែលដកជាប់នៅក្នុងចិត្តរបស់យើងហ្មងស្ដាយដឹងអញ្ចឹងពេលហ្នឹងធ្វើដែរស្ដាយមានឱកាសជួយគេហើយតែបែរអត់ព្រមធ្វើជីវិតមនុស្សយើងពេលវេលាសំខាន់ជាងអីទាំងអស់អញ្ចឹងកុំធ្វើឲ្យសល់រឿងដកក្នុងចិត្តតិចតួចរួចហើយមកបំផ្លាញពេលវេលាតាមក្រៅទី7របស់ខ្ចីគេតែអត់ព្រមយកទៅសងគេវិញទេគេអត់បានទៀតទុកចោលមកយើងត្រូវតែបែងចែកឲ្យច្បាស់រវាងរបស់ខ្ចីនិងរបស់គេឲ្យរបស់ខ្ចីទោះជាយ៉ាងណាក៏តែជារបស់គេដែរយើងអត់មានសិទ្ធិធ្វើជាម្ចាស់ទេទោះបីជារបស់ហ្នឹងនៅជាមួយយើងយូរក៏ដោយចឹងហើយធ្វើជាមនុស្សល្អរបស់ណាខ្ចីគេពេលប្រើហើយឲ្យគេវិញអត់មានយកលាក់ទុកធ្វើជារបស់ខ្លួនឯងទេមកសរុបលទ្ធផលអ្នកទាំងអស់គ្នាបានធ្វើប្រមាណចំណុចដែរកុំភ្លេច comment នៅខាងខ